សួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញមិត្តភក្តិទាំងអស់គ្នាអំពីរបៀប download បាទមកគឺ Cursor បាទ download Cursor គឺមកបាទនេះគឺជាកម្មវិធីដែលខ្ញុំបាន download ពីអ៊ីនធឺណិតមកហើយមិត្តភក្តិទាំងអស់គ្នាអាច download បានដោយ download តាមរយៈ link នៅខាងក្រោមវីដេអូរបស់ខ្ញុំដែលខ្ញុំបាន upload នេះបាទអញ្ចឹងនៅក្រោមវីដេអូនោះខ្ញុំនឹងដាក់ link ឲ្យ download អញ្ចឹងហើយឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅ extract វាទៅបាទ extract here ទៅបាទអញ្ចឹងបានមកហើយនេះកម្មវិធីគឺបាន extract ហើយអញ្ចឹងយើងចូលទៅ double click ទៅហើយបន្ទាប់មកយើងនៅទីនេះគឺមានមាន5 model គឺនេះជារបៀបជា color បាទកាពិតទៅជាយើងមើលទៅនេះគឺកម្មវិធីខ្ញុំបើកធំតិចសិនបាទនេះគឺជាទម្រង់របស់ cursor របស់យើងបាទគឺ mouse ហ្នឹងនេះបាទអញ្ចឹងវាមានទៀតដូចនៅកន្លែងនេះទៀតអញ្ចឹងទៅមានពណ៌ផ្សេងគ្នាអញ្ចឹងហើយមិត្តភក្តិទាំងអស់គ្នាអាចជ្រើសរើសបានតាមពណ៌ណាដែលលោកអ្នកចូលចិត្តអញ្ចឹងដែលមិត្តភក្តិទាំងអស់គ្នាចូលចិត្តអញ្ចឹងអាចជ្រើសរើសបានឥឡូវខ្ញុំឧទាហរណ៍ពណ៌ណាមួយអញ្ចឹងដល់ខ្ញុំបើកមើលអស់ខ្ញុំបានគឺពណ៌ខៀវវាដូចជា blue អញ្ចឹងបាទអញ្ចឹងយើងឥឡូវឧទាហរណ៍យើងធ្វើកម្មវិធីមួយនេះចុះអញ្ចឹងយើងចូលទៅក្នុងនឹងទៅហើយនេះជាកម្មវិធីយើងបាន download មកហើយយើងចូលទៅក្នុងនឹងអញ្ចឹងទៅហើយយើងចុច install អញ្ចឹងយើងចុចលើវាឲ្យមកស្ដាំមកបន្ទាប់មកយើងនឹងឃើញពាក្យបន្ទាប់ពី open មកគឺឃើញ install ហើយយើងចុចលើ install ទៅបាទហើយជាការស្រេចអញ្ចឹងខ្ញុំសូមបិទវាចោលហ្មងទៅបិទទាំងពីចោលខ្ញុំចឹងហើយបន្ទាប់មកទៀតយើងគ្រាន់តែចូលទៅក្នុង control panel ក៏បាន control panel ក៏បានបាទយើងចូលមកហើយគឺជាការដែលហ៊ានលះបង់ចូលទៅ mouse បាទកន្លែងនេះអញ្ចឹងយើងចូលមកកន្លែងហ្នឹងក៏បានប៉ុន្តែយើងនេះកន្លែងនេះគឺយើងឃើញហើយចាំមើលខ្ញុំនឹងបើកឲ្យមើលនេះអញ្ចឹងនេះគឺជាកម្មវិធីដែលយើងបាន install មិញហ្នឹងនេះគឺខាងលើនេះគឺខ្ញុំដាក់មកចំអញ្ចឹងវាចេញ color ពណ៌លឿងអញ្ចឹងវាអត់មើលច្បាស់អញ្ចឹងខ្ញុំដាក់ខាងក្រោមចុះនេះគឺ MB assassin បាទអញ្ចឹងយើងមើលទៅខ្ញុំអត់ស្គាល់ជាអង់គ្លេសអញ្ចឹងមិត្តភក្តិគ្នាអាចមើលបានពីខាងលើគឺខាងលើមិនមែនខាងក្រោមនេះគឺមកដែលខ្ញុំកំពុងប្រើប្រាស់នេះបាទអញ្ចឹងនេះវាចេញមកអញ្ចឹងបើសិនឧទាហរណ៍ថាមកមួយហ្នឹងឥឡូវយើងចុចលើវាទៅគឺវាឃើញមកនេះវាឡើងមកហើយអញ្ចឹងឧទាហរណ៍ថាយើងចង់ប្រើមកហ្នឹងអញ្ចឹងយើងចុច apply វាទៅបាទហើយចុច yes មកអូខេអញ្ចឹងវាចេញមកនេះឃើញទេបាទនេះគឺជាមកដែលខ្ញុំបាន download មកមិញហ្នឹងអញ្ចឹងវាអាចឡើងមកហើយយើងអាចប្រើបានហើយអញ្ចឹងយើងចុច OK វាទៅបាទហើយជាការស្រេចបាទនេះជាការ download និង install មកហើយមិត្តភក្តិទាំងអស់គ្នាអាច download បាននៅក្នុង website មួយដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះគឺជាបាទនេះគឺជា mouse ហ្នឹងឃើញទេដែលខ្ញុំបានបដូរមិញហ្នឹងនេះគឺជាទម្រង់នេះគឺជាពណ៌ gold ប៉ុន្តែខ្ញុំមិញនេះដាក់ពណ៌ផ្សេងអញ្ចឹងវាមិនមែនចេញពណ៌អញ្ចឹងប៉ុន្តែមិត្តភក្តិទាំងអស់គ្នាអាច download បានទៀតផ្សេងនៅក្នុងនេះមានច្រើនអញ្ចឹងទៅនៅក្នុងនេះគឺមានទៀតហើយកន្លែង download គឺកន្លែងនេះចឹងមិត្តភក្តិទាំងអស់គ្នាបើថាចង់ download មួយហ្នឹងចឹង cursor មួយហ្នឹងចឹងយើងចុច download វានឹងមានទំហំប្រហែលជានេះគឺទំហំ357 គីឡូបាយបាទ357 គីឡូបាយអញ្ចឹងវាអត់ស៊ីធំណាស់ហើយមិត្តភក្តិទាំងអស់គ្នាអាចចូលទៅនេះគឺមានច្រើនទៀតទម្រង់មកមានច្រើនអញ្ចឹងយើងអាច download បានច្រើនទៀតតាម
អ្នកទាំងអស់គ្នាពេញចិត្តបាទអញ្ចឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទអញ្ចឹងសង្ឃឹមថាមិត្តភ័ក្តិទាំងអស់គ្នាមើលហើយនឹងយល់អញ្ចឹងគឺអត់មានពិបាកទេមិញហ្នឹងគឺគាត់ឲ្យ extract file មួយនេះទៅ extract ទៅនឹងចេញ folder មួយនេះមកហើយយើងចូលទៅក្នុង folder ទៅគឺនឹងមាននេះគឺមានចំនួន5ពណ៌និយាយទៅ5ពណ៌ប៉ុន្តែ model តែមួយទេគឺតម្រង់ម៉ៅតែមួយអញ្ចឹងវាមានពណ៌ផ្សេងគ្នាអញ្ចឹងមានដូចនេះពាក្យនេះ goal គឺកន្លែង website ចំណាក់ឲ្យមិញនេះគឺ goal នេះឯងបាទអញ្ចឹងអ្នកនរគ្នាអាចចូល download ចូលទៅហើយអាចជ្រើសរើសបាន5ហ្នឹងយើងចង់ឆ្លាញ់ពណ៌ណាដាក់ពណ៌ហ្នឹងទៅបាទអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូថ្ងៃនេះចឹងអរគុណច្រើនសម្រាប់ការតាមដានមិត្តភ័ក្តិរបស់មិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹង